ថ្ងៃនេះត្រឡប់មកពីខាងព្រះវិហារវិញក៏ឆ្លៀតចូលទៅពិនិត្យទេសកម្មគង់បណ្ដេះមួយដែលមានទីតាំងនៅខាងផ្សារកំពង់ថ្មខេត្តកំពង់ធំផ្ទះនេះបើសិនជាយើងទៅដល់ខាងកំពង់ថ្មវានៅពីក្រោយការ៉ាសាំង PTT អញ្ចឹងនៅក្បែរការ៉ាសាំង PTT ហ្នឹងគឺយើងមានផ្លូវចុះទៅមួយយើងអាចមើលបាននៅក្រោយការ៉ាសាំងហ្នឹងហើយក៏ជាផ្ទះមួយដែលមានຂະຫນាត8x16 4ជាន់អញ្ចឹងជាຂະຫນាតមួយដែលធំគួរសមដែរសម្រាប់ផ្ទះនេះមកទល់ពេលនេះផ្ទះនេះគាត់មានអាយុរហូតដល់1ឆ្នាំ8ខែហើយក៏ឆ្លៀតថតវីដេអូខ្លះៗដើម្បីចែករំលែកបងប្អូនរបស់គ្នាទៅជាពិសេសបងប្អូនដែលស្រឡាញ់និងចូលចិត្តលើវិស័យផ្ទះជាកម្មដើម្បីឲ្យបានដឹងថាតើផ្ទះជាកម្មកុងបណ្ណេះដែលបានធ្វើនៅខាងកំពង់ថ្មកំពង់ធំយើងហ្នឹងមួយឆ្នាំ8ខែលទ្ធផលបែបណាហើយជាលទ្ធផលសម្រាប់ផ្ទះមួយនេះបន្ទាប់ពីយើងចុះទៅឆែកទៅយើងឃើញថាល្អនៅតាមកែងឈើនីមួយៗហ្នឹងឃើញថាមានសបុកច្រើនហើយនិយាយទៅសបុកធំច្រើនផ្ទះនេះគឺសបុកធំច្រើនណាស់តាមកែងនីមួយៗហ្នឹងសឹងថាប្រឡោះកែងណាក៏មានដែរហើយមានកដាលឈើហ្នឹងក៏មានដែរបាទអញ្ចឹងមានថាល្អមែនតើសម្រាប់កំណើនសត្វនៅក្នុងផ្ទះនេះណាហើយអ្វីដែលពិសេសមួយទៀតនោះផ្ទះមួយនេះគាត់អាចរកទិន្នផលបានល្អមែនតើទិន្នផលសម្រាប់ផ្ទះនេះគឺគាត់អាចរកបានរហូតដល់3គីឡូក្នុងមួយខែបច្ចុប្បន្នគឺគាត់យកសបុកមួយខែ2ដងអញ្ចឹងសម្រាប់ផ្ទះដែលមានຂະຫນាត8x16 4ជាន់អាយុ1ឆ្នាំ8ខែគាត់អាចមានលទ្ធភាពរកបានរហូតដល់3គីឡូក្នុងមួយខែអញ្ចឹងប៉ុន្តែមិនមែនជារឿងធម្មតាទេហើយចំណូលនេះក៏ជាចំណូលមួយដែលគួរសមដែរសម្រាប់បងប្អូនដែលកំពុងតែមានចំណាប់អារម្មណ៍លើផ្ទះជាកម្មបងប្អូនឲ្យពិនិត្យមើលបាន3គីឡូបាទច្រើនគួរសមអានេះវាទៅតែ1ឆ្នាំ8ខែទេអញ្ចឹងបើសិនជាវាហក់រហូតដល់2ឆ្នាំពេញលេញផ្ទះនេះអាចនិយាយបានថាវាហក់រហូតដល់4គីឡូ4គីឡូឬមួយក៏ក្បែរ5គីឡូបាត់ទៅហើយសម្រាប់ផ្ទះមួយនេះណានេះជាការសន្និដ្ឋានគឺវាអាចហក់ដល់ហ្នឹងព្រោះកំណើនសត្វក៏ដូចជាយើងមើលឃើញកំណើនសបុកអីផ្សេងៗហ្នឹងវាអាចដើរដល់ចំណុចហ្នឹងហើយសម្រាប់ផ្ទះមួយនេះគឺល្អណាស់អញ្ចឹងអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រនិងតាមដានកុងបណ្ណេះកន្លងមកបើបងប្អូនមានចំណាប់អារម្មណ៍ចង់ធ្វើផ្ទះជាកម្មក៏ដូចជាសិក្សាប្រឹក្សាយោបល់អីផ្សេងសិក្សាទីតាំងឬមួយក៏ចង់សាកសួរព័ត៌មានអីផ្សេងអាចទំនាក់ទំនងមកក្រុមការងារបច្ចេកទេសជាកម្មបានបាទក្រុមការងារនឹងផ្ដល់សេវាកម្មទាំងអស់នោះជូនបងប្អូនដែលឥតគិតថ្លៃអរគុណច្រើនបងប្អូនអរគ្នាជួបគ្នាវីដេអូក្រោយជម្រាបលា